ប្រធានាធិបតីអាមេរិកគឺលោក Donald Trump បានលើកឡើងថាអ៊ីរ៉ង់ជិតអស់ពេលហើយសហរដ្ឋអាមេរិកបានបញ្ជូនកងកម្លាំងនាវាចម្បាំងបន្ថែមទៀតឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ាហើយលោក Trump បានហៅការបញ្ជូនកម្លាំងបន្ថែមនេះថាកងទ័ពជើងទឹកដ៏អស្ចារ្យដែលការបញ្ជូនកម្លាំងបន្ថែមនេះនៅក្នុងគោលបំណងដើម្បីដាក់សម្ពាធទៅលើទីក្រុងតេហេរ៉ង់ឲ្យចូលមកចរចានៅក្នុងកិច្ចព្រមព្រៀងការទូតថ្មីបន្ទាប់ពីមានការបញ្ជូនកម្លាំងបន្ថែមប្រមុខសេតវិមានលោក Donald Trump បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមរបស់លោកកាលពីថ្ងៃទី28ខែមករាឆ្នាំ2026នេះថាក្រុមនាវាចម្បាំងអាមេរិកដែលលោកបានបញ្ជាឲ្យទៅកាន់តំបន់មជ្ឈិមបូព៌ាដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln គឺត្រៀមខ្លួនរួចជាស្រេចមានឆន្ទៈនិងអាចបំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងឆាប់រហ័សទាំងល្បឿននិងកម្លាំងប្រសិនបើចាំបាច់ហើយលោកក៏បានបន្ថែមទៀតផងដែរថាសង្ឃឹមថាអ៊ីរ៉ង់នឹងប្រញាប់មកកាន់តុចរចាហើយនិយាយគ្នានៅលើកិច្ចព្រមព្រៀងមួយដែលត្រឹមត្រូវនឹងយុត្តិធម៌គឺមិនមានអាវុធនុយក្លេអ៊ែរដែលជាកិច្ចព្រមព្រៀងដ៏ល្អបំផុតសម្រាប់គ្រប់ភាគីប្រធានាធិបតីអាមេរិកនេះក៏បានគម្រាមថែមទៀតផងដែរថាបើសិនជាការវាយប្រហារលើក្រោយកើតមាននោះវានឹងធ្ងន់ធ្ងរជាងការពិលឹកមុនទៀតដូច្នេះកុំបណ្ដោយឲ្យរឿងនោះកើតឡើងឲ្យសោះបើយើងនិយាយទៅមើលភាគីខាងអ៊ីរ៉ង់វិញហាក់បីដូចជាមិនមានចេតនានៅក្នុងការបង្កសង្គ្រាមជាមួយអាមេរិកនោះទេដោយនៅពេលនេះអ៊ីរ៉ង់បានប្រាប់ទៅអារ៉ាប៊ីសាអូឌីតថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបញ្ជាជំនួសជាមួយសហរដ្ឋអាមេរិកប្រធានាធិបតីអ៊ីរ៉ង់គឺលោក Masoud Pezeshkian បានធ្វើអត្ថាធិប្បាយនៅក្នុងអំឡុងពេលដែលសន្ទនាតាមទូរស័ព្ទជាមួយនឹងព្រះអង្គម្ចាស់ Mohammed bin Salman ដែលជារាជទាយាទនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតដោយលើកឡើងថាទីក្រុងតេហេរ៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រប់គ្រងដំណើរការណាមួយនាំទៅរកសន្តិភាពនិងបន្ធូរបន្ថយភាពតានតឹងព្រមទាំងទប់ស្កាត់ជំនួសជាមួយអាមេរិកជុំវិញបញ្ហានៃការដាក់សម្ពាធរបស់អាមេរិកនេះបើយើងងាកទៅមើលអំពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអារ៉ាប់វិញក៏បានលើកឡើងអំពីព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីតផងដែរដែលទ្រង់មានបន្ទូលថាព្រះរាជាណាចក្រនេះនឹងមិនអនុញ្ញាតឲ្យដែនអាកាសឬក៏ទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់ឡើយជុំវិញការដាក់សម្ពាធនេះមានអ្នកជំនាញជាច្រើនបានលើកឡើងថាបើយើងយោងទៅតាមលោកស្រី Mona Yacoubian ដែលជានាយិកាកម្មវិធីមជ្ឈិមបូព៌ានៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិបានលើកឡើងថាការដាក់ពង្រាយកងនាវាអាមេរិកទ្រង់ទ្រាយធំទៅកាន់តំបន់នេះបង្ហាញថាលោក Trump នៅតែបដិញ្ញាមិនច្រានចោលជំរើសណាមួយឡើយរួមទាំងលទ្ធភាពនៃការចាប់ផ្ដើមការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់ហើយលោកស្រីក៏បានបញ្ជាក់ទៀតថានេះអាចជាការចាប់ផ្ដើមនៃការវាយប្រហារប៉ុន្តែវាក៏អាចគ្រាន់តែជាវិធាននៃការដាក់សម្ពាធដើម្បីបង្ខំឲ្យទីក្រុងតេហេរ៉ង់ធ្វើសម្បទានមុនឬក៏ក្នុងក្របខ័ណ្ឌនៃដំណើរការចរចាណាមួយចំពោះលោកស្រី Dana Stroll វិញដែលជានាយកស្រាវជ្រាវនៅវិទ្យាស្ថាន Washington ក៏បានបញ្ជាក់ផងដែរថាបើតាមគាត់ការដាក់ពង្រាយកងកម្លាំងកាន់តែច្រើនជាពិសេសនាវាផ្ទុកយន្តហោះនិងពង្រីកជំរើសវាយលុកយ៉ាងខ្លាំងនេះលោកស្រីថាអាមេរិកនិងអ៊ីស្រាអែលនឹងបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់មុនថ្ងៃទី30ខែមេសាវាអាចមានភាគរយខ្ពស់រហូតដល់ 65% ឯណោះហើយផ្អែកទៅលើអំណះអំណាងថាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតទំនងជាបរាជ័យខ្ពស់បើទោះបីជាបញ្ហានេះអ៊ីរ៉ង់ព្យាយាមមិនចង់មានបញ្ហាក៏ដោយតាមរយៈការបង្ហាញទៅកាន់ប្រទេសដទៃថាខ្លួនព្យាយាមជៀសនៅចំនួនជាមួយអាមេរិកតែអ៊ីរ៉ង់ក៏និយាយផងដែរថាបើសិនជាអាមេរិកហ៊ានទៅវាយខ្លួនអ៊ីរ៉ង់ក៏នឹងមិនអោយអ៊ីស្រាអែលបានសុខដែរដែលគេនឹងធ្វើការវាយកំទេចទីក្រុងតេអាវីរបស់អ៊ីស្រាអែលមុនគេការព្រមាននេះគឺចេញពីមាត់ទីប្រឹក្សាមេដឹកនាំអ៊ីរ៉ង់គឺលោក Ali Shamkhani ដែលបានប្រកាសកាលពីថ្ងៃទី28ខែមករាឆ្នាំ2026ថារាល់សកម្មភាពយោធាពីសំណាក់សហរដ្ឋអាមេរិកទោះជាមានប្រភពចេញពីណាឬក៏មានទ្រង់ទ្រាយកម្រិតណាក៏ដោយនោះនឹងត្រូវចាត់ទុកថាជាការប្រកាសសង្គ្រាមហើយការឆ្លើយតបនឹងធ្វើឡើងភ្លាមៗក្នុងទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកជាពិសេសកំណត់គោលដៅចំបេះដូងនៃទីក្រុងតេអាវីនិងអ្នកទាំងឡាយណាដែលគ្រប់គ្រងជនឈ្លានពានតែម្ដងហើយមូលហេតុដែលអ៊ីរ៉ង់គម្រាមវាយអ៊ីស្រាអែលបើសិនជាអាមេរិកវាយខ្លួនគឺដោយសារតែទីក្រុងតេអាវីរបស់អ៊ីស្រាអែលគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងបច្ចេកវិទ្យារបស់ប្រទេសអ៊ីស្រាអែលហើយអ៊ីស្រាអែលគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិកដែលទទួលបានការគ្រប់គ្រងយ៉ាងខ្លាំងក្លាក្នុងអំឡុងពេលដែលមានជម្លោះជាមួយអ៊ីរ៉ង់កាលពីខែមិថុនាឆ្នាំ2025កន្លងទៅ ជ
ជាមួយនឹងស្ថានភាពដ៏តានតឹងបែបនេះយើងមិនដឹងថាតើវានឹងវិវត្តទៅជាសង្គ្រាមដ៏ធ្ងន់ធ្ងរឬក៏វាគ្រាន់តែជាភាពតានតឹងនៅក្នុងផ្នែកការទូតឬយ៉ាងណានោះទេយើងមានតែរងចាំតាមអានបន្តទៀតថែម Leland នឹងធ្វើការអាប់ដេតជាបន្តទៀតនៅពេលខាងមុខសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀត